លោកទីវតារារិទ្ធបានចាប់ផ្ដើមដំណើរជិះកង់ផ្សងព្រេងរយៈពេល295ថ្ងៃឆ្លងកាត់12ប្រទេសក្នុងទ្វីបអាស៊ីលើចម្ងាយផ្លូវ 20,000 គីឡូម៉ែត្រនិងគីកូបានថវិកា$110,000ហើយនឹងបន្តបេសកកម្មជិះទៅកាន់ទ្វីបអឺរ៉ុបនិងទ្វីបអាហ្វ្រិកក្នុងគោលបំណងរៃអង្គាសថវិកាដើម្បីរៃអង្គាសមូលនិធិជួយដល់មន្ទីរពេទ្យគុនបុប្ផានិងមន្ទីរពេទ្យកុមារអង្គរនៅរសៀលថ្ងៃទី15 ខែឧសភាឆ្នាំ2024រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមណេត ផេត្រាបានសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានស្ដីពីដំណើរជិះកង់ផ្សងព្រេងដើម្បីកុមារកម្ពុជាដោយមានការចូលរួមផ្ទាល់ពីលោកទីវតារារិទ្ធផងដែរអ្នកជិះកង់ផ្សងព្រេងដើម្បីរៃអង្គាសជួយមូលនិធិជួយដល់មន្ទីរពេទ្យគុនបុប្ផានិងមន្ទីរពេទ្យកុមារអង្គររូបនេះបានបញ្ជាក់ថាលោកនឹងបន្តបេសកកម្មមនុស្សធម៌របស់លោកទៅកាន់2ទ្វីបទៀតគឺទ្វីបអឺរ៉ុបនិងទ្វីបអាហ្វ្រិកដែលនឹងត្រូវចំណាយពេលជាង1ឆ្នាំទៀតជិះកង់ឆ្លងកាត់57ប្រទេសដើម្បីឆ្ពោះទៅសម្រេចគោលដៅរៃអង្គាសថវិកា$25,000សម្រាប់ជួយដល់កុមារកម្ពុជាខណៈពេលនេះលោកកំពុងមានវត្តមាននៅកម្ពុជាដើម្បីបំពេញឯកសារស្នើសុំទិដ្ឋាការដើម្បីបន្តបេសកកម្មរបស់ខ្លួនលោកទីវតារារិទ្ធបានបង្ហាញពីទុក្ខលំបាកបញ្ហាប្រឈមជាច្រើនក្នុងដំណើរផ្សងព្រេងរបស់លោករយៈពេលជាង10ខែមកនេះប៉ុន្តែលោកនៅតែមិនបោះបង់និងមានឆន្ទៈបដិញ្ញាថាបើទោះជាមានឧបសគ្គក្នុងដំណើរផ្សងព្រេងរបស់លោកយ៉ាងក្តីក៏លោកនៅតែបន្តសម្រេចគោលដៅរៃអង្គាសថវិកា$25,000ជួយកុមារកម្ពុជាឲ្យបានលោកបានបញ្ជាក់ដែរថាក្រៅពីកិច្ចការសប្បុរសធម៌អំឡុងដំណើរផ្សងព្រេងរបស់លោកពីមួយប្រទេសទៅមួយប្រទេសលោកតែងតែបានណែនាំប្រជាជនប្រទេសទាំងនោះឲ្យបានស្គាល់ពីប្រទេសកម្ពុជាផងដែរខណៈកង់ដែលលោកធ្វើជាមធ្យោបាយនោះក៏មានភ្ជាប់ទង់ជាតិព្រះរាជាណាចក្រកម្ពុជាជាមួយផងដែរជាមួយគ្នានេះរដ្ឋមន្ត្រីព័ត៌មានឯកឧត្តមណេត ផេត្រាបានកោតសរសើរចំពោះការតាំងចិត្តក្នុងការងារសប្បុរសធម៌របស់លោកទីវតារារិទ្ធដែលលះបង់កម្លាំងកាយចិត្តនិងពេលវេលាផ្ទាល់ខ្លួនជួយដល់កុមារកម្ពុជាឯកឧត្តមបានបញ្ជាក់ថាក្រសួងព័ត៌មាននឹងផ្ដល់ការគាំទ្រពីចំពោះអ្នកជិះកង់ផ្សងព្រេងគឺនឹងគិតគូរបោះពុម្ពផ្សាយពីដំណើរអ្នកជិះកង់ខ្មែររូបនេះដែលជិះទៅ57ប្រទេសចម្ងាយជាង50,000 គីឡូម៉ែត្រដើម្បីបុព្វហេតុមនុស្សធម៌សម្រាប់កុមារកម្ពុជានិងទី2គឺក្រសួងព័ត៌មាននឹងរៀបចំការរត់ម៉ារ៉ាតុងសប្បុរសធម៌ដើម្បីទទួលស្វាគមន៍ការបញ្ចប់បេសកកម្មរបស់លោកទីវតារារិទ្ធផងដែរគួរឲ្យដឹងដែរថាលោកតារារិទ្ធធ្លាប់ជោគជ័យម្ដងរួចមកហើយក្នុងការជិះកង់ជុំវិញប្រទេសអាស៊ានកាលពីពាក់កណ្ដាលឆ្នាំ2023បានឆ្លងកាត់6ប្រទេសដូចជាវៀតណាមឡាវថៃមីយ៉ាន់ម៉ាម៉ាឡេស៊ីនិងសិង្ហបុរីដោយប្រើរយៈពេលជាង3ខែលើចម្ងាយផ្លូវ9,750គីឡូម៉ែត្រនិងរៃអង្គាសបានថវិកា$55,257ជួយដល់មន្ទីរពេទ្យកុមារអង្គរ